ហើយរណបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់សហរដ្ឋអាមេរិកគឺ Apple Maps បានបង្ហាញរូបភាពថ្មីដែលបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃរូបភាពដែលធ្វើបច្ចុប្បន្នភាពនៅខែមីនាឆ្នាំ2026បង្ហាញថាផ្ទះរបស់ពលរដ្ឋខ្មែរចំនួន627ខ្នងនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតនៅភូមិចំនួន3ក្នុងខេត្តបន្ទាយមានជ័យបានបាត់ចេញពីផែនទីហើយអង្គការ Liga do ដែលបានវិភាគរូបភាពផ្កាយរណបនេះបានឲ្យដឹងនៅថ្ងៃទី5ខែសីហាឆ្នាំ2026ថាកងកម្លាំងយោធាថៃបានឈូសបំផ្លាញផ្ទះទាំងនេះក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីខែធ្នូឆ្នាំ2025ក្នុងចំណោមផ្ទះទាំង627ខ្នងមាន270ខ្នងនៅភូមិជោគជ័យ299ខ្នងនៅបឹងត្រកួននិង58ខ្នងនៅភូមិព្រៃច័ន្ទនេះនៅមិនទាន់គិតពីតំបន់ផ្សេងជាច្រើនទៀតដែលថៃកាន់កាប់នៅឡើយផងទេឆ្លើយតបទៅនឹងរបាយការណ៍នេះអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណាបានប្រាប់ News Today ថារដ្ឋាភិបាលបានរំលឹកអំពីការបំផ្លាញផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រជាពលរដ្ឋនៅតំបន់ដែលថៃកាន់កាប់តាំងពីដើមមកហើយរបាយការណ៍របស់អង្គការ Liga do គឺជាភស្តុតាងបន្ថែមដែលគាំទ្រការតវ៉ារបស់កម្ពុជាលោកបន្ថែមថាប្រជាពលរដ្ឋខ្មែរជាង 20,000 នាក់នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបានក្នុងចំណោមអ្នករងផលប៉ះពាល់អ្នកស្រីយ៉ាងលីនដែលមានដីអាស្រ័យផលនៅភូមិជោគជ័យបានប្រាប់ News Today ថាអ្នកស្រីបានបាត់បង់ដីកសិកម្មទំហំ375ម៉ែត្រការ៉េជាប្រភពចំណូលសំខាន់របស់គ្រួសារអ្នកស្រីសូមឲ្យអាជ្ញាធរជួយអន្តរាគមន៍និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមនេះឆ្លើយតបទៅនឹងសំណើរបស់ពលរដ្ឋលោកប៉ែនបូណាបញ្ជាក់ថារដ្ឋាភិបាលកំពុងធ្វើកិច្ចការទូតដើម្បីទាមទារទឹកដីឲ្យពលរដ្ឋភាគសឹកអាចវិលត្រឡប់ទៅភូមិឋានវិញហើយក៏កំពុងទាមទារឲ្យភាគីថៃចុះមកវាស់វែងនិងកំណត់ព្រំដែនតាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី31ខែកក្កដាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Tom Andrews ក៏បានរំលឹកដែរថាប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារជំនួសមានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញតាមច្បាប់អន្តរជាតិគិតត្រឹមថ្ងៃចេញផ្សាយនេះមិនទាន់មានការឆ្លើយតបពីភាគីថៃចំពោះរូបភាពផ្កាយរណបនេះនៅឡើយទេខ្ញុំរស់សុភាពី News Today NTTV